Chênh Phan sợi riêng không khuôn anh tích ở hai bà nơi tại rừng rụt tiết anh bắt chỉ slap mình khàn. Nếu so pi chùm râu bát đáy tiết bần to một. Là ít anh bất chỉ trong ngọc mền. Tại mùi bát đáy tiết anh có chỉ slap chi mình khàn. Công nì dây tràn một. Anh rốc xịt đây slap khuôn anh tê. Mình mến Chênh Phan tê niên cứ chi dì xì dào. Dì xì dào. Niên cứ chi propon robot Chênh Phan srei chừng rải anh mình nức man thà Chênh Phan bóp bằng anh hai anh nơi tại chênh mục chùm nu vì tiệt. Sầm lấp menu trâu song chi vật chùm pẹ bầm nô trâu song lôi chi vật robot sang con yun long nhom cứ chi nẹ song. Dì xì dào anh chụt hơi men tế. Bà trong ngóp có mình men một thưa bạp nỉ đài. Mình ấy tê niên cung tè slap đài nâng. Niên kron tại chi menu thầm đà ai trom tro nâng bát đai robot nẹ khlang vị chi quân tiếng pi nẹ bán cứ ở cha na từ hơi elo ní niên ru ban có đòi xa tại ca tăng chất robot niên đài. Lục ta trong miên này thà niên. Lúc mà chắc sầm quan tranh nẹ ban nỉ dây hơi bần top pi caประกวด bách mình tha miên rừng ở vậy cả láng còn nẹ nâng mình bằng cóปัญหาดอกครูซาtranh nângครูซายี่robot nhom tiệt đài sầmคำthà nẹ nâng thưa tam piสัญญาniên sầm lăng mơ tờ mục đài phiệp rừng mồm. Thưa tam piสัญญา hé. Ha pu cái nỉ dây na quát đa châu một chất đời tức một cầm này. Mùi bát đài ní nhom nâng bình chun anh từ than suk hai bần top một nhom nâng cầm chắc cรูซาtranh nângยี่เอารีพอดพูดแต่ดอง. Quát bình tranh cầm láng bát đàiอย่างคลั่ง. សកម្មភាពវិសម្រុកនិងភាពតក់ស្លុតរបស់មនុស្សជុំវិញដែលគិតថានាងនឹងត្រូវស្លាប់នេះគឺមកពីនាងរកខ្លួនឯងទេជាច្រើនឆ្នាំមកនេះមិនទាន់មានអ្នកណាហ៊ានបោកប្រាស់លោកម្ចាស់សម្ព័ន្ធ Sheng Wen នោះទេនាងពិតជាសំស្លាប់ណាស់បុរសម្នាក់សើចចំអប់ដោយអំនួតមួយបាតដៃនេះខ្លាចតែស្រីម្នាក់នោះត្រូវខ្ទេចខ្ទីដល់ឆ្អឹងហើយបញ្ចប់លបែងដ៏គួរឲ្យធុញទ្រាន់នេះឲ្យឆាប់ទៅយើងនៅត្រូវរៀបចំទទួលស្វាគមន៍ស្ដេចនាងទាំង9រូបទៀតនាងស្រូបយកធម្មពលបាតដៃបានយ៉ាងងាយហើយសម្លឹងមើលដៃខ្លួនឯងដោយភាពងឿងឆ្ងល់ម៉េចក៏អាចទៅរួចគាត់ដួលទៅលើដីដោយភាពតក់ស្លុតនិងមិនជឿភ្នែកពួកស្រមោចមួយហ្វូងហ៊ានប៉ះពាល់ស្រីរបស់ខ្ញុំផងហេះតើពួកឯងគិតរួចហើយឬនៅថាចង់ស្លាប់បែបណាបរោះអាចកំបាំងម្នាក់លេចខ្លួនពីក្រោយនាងដើម្បីការពារChênh Phan គុំនិយាយអីទៀតខ្ញុំដឹងរឿងគ្រប់យ៉ាងហើយបន្ទាប់ពីនេះទុកឲ្យខ្ញុំជាអ្នកចាត់ការ Cheng Wen លើកត្រកងនាងហើយដើរចេញទៅយ៉ាងរឹងមាំជួយមើលថែនាងឲ្យខ្ញុំផងលោកឆេងលោកមិនមែនជាគូប្រកួតរបស់ពួកគេទេពួកគេទាំងអស់គ្នាគឺមកដើម្បីកម្ចាត់លោកមនុស្សទាំងនេះខ្ញុំសម្លាប់ពួកគេដូចជាសម្លាប់សត្វឆ្កែអញ្ចឹងល្អមកបានល្អណាស់ខ្ញុំស្មានតែឯងចង់ពួននៅក្រោយខ្នងស្រីធ្វើជាអណ្ដើកលាក់ក្បាលរហូតទៅហើយអញ្ចឹងឯងគឺជា Cheng Wen នឹងហើយមែនទេនិយាយមកតើឯងចង់ស្លាប់បែបណាគ្រាន់តែឯងនឹងហ៎គ្រាន់តែជាគំនោឆ្អឹងចាស់សោះខ្ញុំខ្លាចតែពេលខ្ញុំចេញដៃឆ្អឹងរបស់ឯងនឹងខ្ទេចខ្ទីអស់ទេដឹងអរគុណលោកខ្លាំងណាស់ដែលបានជួយសង្គ្រោះជីវិតខ្ញុំរឿងនៅថ្ងៃនេះខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីជួយលោកម្ចាស់ Sheng Wen សូមយកយកដល់ខ្ញុំម្ដងចុះគ្រួសារលេនរបស់ខ្ញុំសុខចិត្តទទួលខុសត្រូវចំពោះការស្លាប់របស់កូនប្រុសលោកដូច្នេះរឿងថ្ងៃនេះសូមឲ្យវាចប់ត្រឹមនេះទៅស្ដេចនាងទាំង9រូបចិត្តនឹងមកដល់ហើយការសម្លាប់គ្នាបង្ហូរឈាមគឺមិនសមស្របសម្រាប់ពិធីជប់លៀងនៅថ្ងៃនេះទេលោកម្ចាស់លេនគ្រួសារ Sheng Wen របស់ខ្ញុំនិងគ្រួសារលេនរបស់អ្នកមិនដែលធ្លាប់មានកិច្ចសហការឬចំណងមិត្តភាពជាមួយគ្នាពីមុនមកទេខ្ញុំសូមណែនាំលោកឲ្យប្រញាប់ចាក់ចេញទៅបើមិនដូច្នេះទេនៅពេលដែលខ្ញុំចេញដៃខ្លាចថាមុខមាត់របស់លោកនឹងត្រូវបាក់អស់មិនខានSheng Wen Cheong លោកមិនទាំងឲ្យតម្លៃដល់គ្រួសារលេនរបស់ខ្ញុំផងហេះគ្រួសារលេនរបស់ខ្ញុំយ៉ាងហោចណាស់ក៏គ្រប់គ្រងខេត្តភាគខាងត្បូងនិងជាគ្រួសារអភិជនលំដាប់លេខ1ដែរអំណាចគ្រួសារលេនរបស់លោកពិតជាធំធេងណាស់ប៉ុន្តែគ្រួសារ Sheng Wen របស់ខ្ញុំគឺជាអ្នកគ្រប់គ្រងសម្ព័ន្ធមិត្តក្បាច់គុណនៃមហាអាណាចក្រឆេទាំងមូលនៅពីក្រោយខ្ញុំមានកម្ពុជាអ្នកក្លាហានមកពីគ្រប់ទីនៃភ្នំលង្ហូតើខ្ញុំត្រូវខ្លាចក្មេងមិនទាន់អស់រោមដូចជាអញធ្វើអីហើយនៅមានខ្ញុំស្ដេចក្បាច់គុណ Penjebo រួមទាំងនិកាយធំទាំង6ក្រុមបកទាំង12និងសាខាទាំង36នៃសម្ព័ន្ធក្បាច់គុណទៀតតាមពិតទៅគឺចង់ប្រើគ្នាបង្ក្រាបមនុស្សតិចសោះត្រូវហើយថ្ងៃនេះពួកយើងនឹងប្រើគ្នាបង្ក្រាបមនុស្សតិចប្រើអ្នកខ្លាំងសង្កត់អ្នកខ្សោយតើឯងចង់យ៉ាងម៉េចនេះឬគឺជាចរិតរបស់ពួកឯងដែលដេញបង្ក្រាបមនុស្សស្រីម្នាក់យើងមិនខ្វល់ថាជាប្រុសឬស្រីខ្លាំងឬខ្សោយនោះទេអ្នកណាដែលហ៊ានផ្ដាច់ពូជពងគ្រួសារ Sheng Wen របស់ខ្ញុំទោះជាទេវតាក៏ត្រូវឡើងវេទិកាពិឃាតហើយបើជាបិសាចក៏ត្រូវធ្លាក់នរក18ជាន់ដែរល្អណាស់មានតែសម្ដីនេះគឺគ្រប់គ្រាន់ហើយថ្ងៃនេះចាំមើលសមត្ថភាពផ្ដាច់ព្រលឹងរបស់ខ្ញុំ Cheng Wen ម្ដងមើលពួកឯងដែលជាហ្វូងស្រមោចអាចទ្រាំទ្របានដែរឬទេខ្ញុំមានដាវមួយដែលអាចសម្លាប់ពួកឯងទាំងអស់បានតើពួកឯងហ៊ានទទួលដែរឬទេ